បងប្អូនទាំងអស់គ្នាតោះទៅជារទេះកបីដើរលេងក្នុងភូមិមើលទេសភាពស្រុកស្រែគាំទ្រទេសចរក្នុងស្រុកយើងណាថ្ងៃនេះសូមស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរយើងមករស់នៅក្នុងជីវិតបែបទីជនបទនៅក្នុងខេត្តសៀមរាបដើរលេងកន្លែងស្អាតញ៉ាំរបស់ឆ្ងាញ់និងធ្វើរឿងសប្បាយជាច្រើនផ្សេងទៀតដែលរំលឹកនៅអត្តសញ្ញាណឬគល់និងជីវិតបែបជនបទរបស់បងប្អូនខ្មែរយើងអញ្ចឹងអ្នកគេដែលគ្រងទៅសង្គ្រាមចូលឆ្នាំខ្មែរនៅសៀមរាបឆ្នាំហ្នឹងកុំភ្លេចមើលវីដេអូនេះបានដល់ចប់ណាតបងខ្ញុំនាំអ្នកទាំងអស់គ្នាមកជារទេះកបីដើរលេងក្នុងភូមិមើលទេសភាពស្រុកស្រែរបស់យើងកន្លែងជារទេះកបីនេះគឺ Buffalo Park នៅក្នុងខេត្តសៀមរាបនេះគឺអត់នៅឆ្ងាយពីក្រុងប្រហែលនេះប៉ុន្តែពេលមកដល់គឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដាច់ស្រឡះពីទីក្រុងដែលមមាញឹកមកនេះទេសភាពស្រុកស្រែទេសភាពជនបទរបស់យើងគឺស្រស់ស្អាតមែនតើស្លៀកពាក់បុរាណអញ្ចឹងហើយពេលបានជារទេះមើលទេសភាពស្រុកស្រែអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងឫសគល់ហើយនឹងអត្តសញ្ញាណជាតិខ្មែររបស់យើងនិងការនឹករលឹកដល់ដូនតារបស់យើងនិងជីវិតដ៏សាមញ្ញស្ងប់ស្ងាត់ប៉ុន្តែមានក្តីសុខរបស់ពួកគាត់ងាកទៅណាក៏ឃើញធម្មជាតិដ៏ស្រស់បំព្រងចំការពោតចំការអលឹកវាលស្រែជាមួយនឹងស្មៅហើយនៅផ្កាដែលដុះនៅលើផ្លូវរទេះយ៉ាងស្ងប់ស្ងាត់មានអារម្មណ៍ថាខ្លួនឯងជាតួឯកនៅក្នុងអក្សរសិល្ប៍ខ្មែរបុរាណមានអារម្មណ៍ថាខ្លួនឯងកំពុងតែឆ្លងភពមកពិភពមួយផ្សេងទៀតស្ងប់ស្ងាត់ហើយនឹងមានសុភមង្គលខ្លាំងអត់ចង់ត្រឡប់ទៅវិញទេសភាពបែបនេះគឺកម្រมันងាយរកបាននៅក្នុងទីក្រុងដែលមមាញឹកទេបន្ទាប់ពីបានជារទេះកបីមើលទេសភាពហើយខ្ញុំក៏បានរៀនវិញ្ញាសមអាំងជាមួយនឹងអ្នកមីននៅក្នុងសហគមន៍នេះពេលដែលបានរៀនធ្វើខ្លួនឯងចឹងបានដឹងថានំមួយគឺធ្វើឡើងដោយការយកចិត្តទុកដាក់និងក្តីស្រឡាញ់ហើយក៏សង្ឃឹមថាអ្នកដែលបានញ៉ាំទទួលបានក្តីស្រឡាញ់មួយនេះ Friends មើលពោតស្ងោរនេះពោតស្ងោរហ្នឹងគឺបានពីការប្រមូលផលពីចំការរបស់គាត់ដែលគាត់ដាំខ្លួនឯងចាំអត់ចំការពោតដែលយើងជារទេះកបីកាត់មុនហ្នឹងហ៎ចង់ប្រាប់អ្នកទាំងអស់គ្នាថានៅសហគមន៍ជារទេះកបីនេះពេលដែលយើងជិះហើយពួកគាត់ចិត្តល្អមែនតើពួកគាត់មានរៀបចំស្នាកអាហារសម្រន់ឲ្យយើងញ៉ាំហើយរបស់ដែលយើងញ៉ាំទាំងអស់ហ្នឹងគឺសុទ្ធតែរបស់ organic របស់ធម្មជាតិដែលគាត់ដាំខ្លួនឯងគាត់ធ្វើខ្លួនឯងទាំងអស់ពេលដែលបានញ៉ាំរបស់ធម្មជាតិនិងរបស់ដែលអ៊ំពូមីងគាត់ធ្វើខ្លួនឯងអញ្ចឹងគឺរសជាតិឆ្ងាញ់មែនតើលើសពីការទទួលបានបទពិសោធន៍ដ៏រីករាយទាំងអស់នេះនៅពេលដែលអ្នកទាំងអស់គ្នាមកជារទេះកបីនៅក្នុងសហគមន៍នេះគឺអ្នកទាំងអស់គ្នាកំពុងតែជួយគាំទ្រទេសចរក្នុងស្រុករបស់យើងនិងគាំទ្រអ៊ំពូមីងនៅក្នុងសហគមន៍នេះឲ្យគាត់មានការងារធ្វើដើម្បីចិញ្ចឹមជីវិតបើអ្នកទាំងអស់គ្នាចង់មកលេងនៅសហគមន៍រទេះកបីនេះងាយស្រួលហើយអ្នកទាំងអស់គ្នាហើយបើចង់ឲ្យហត់តែស្រួលមកធ្វើដូចខ្ញុំក៏បានដែរព្រោះមុននឹងខ្ញុំមកជារទេះកបីនេះគឺខ្ញុំបានធ្វើការកក់មុនតាម ABA ដោយគ្រាន់តែដំបូងយើងចូលទៅ ABA Mobile ទៅហើយចុចប៊ូតុងសេវាកម្មនេះហើយត្រង់កន្លែងកំសាន្តនេះគឺយើងជ្រើសរើសសហគមន៍រទេះកបីភូមិជ្រៃនេះហើយជ្រើសរើសសេវាកម្មរួចធ្វើការទូទាត់ទៅជាការស្រេចគូប៉ុងរបស់ខ្ញុំនឹងរក្សាទុកនៅក្នុងផ្នែកការទិញរបស់ខ្ញុំពេលទៅដល់ទីតាំងគឺគ្រាន់តែបង្ហាញគូប៉ុងនោះទៅជាការស្រេចងាយស្រួលមែនតើអ្នកទាំងអស់គ្នាអត់រញ៉ាយទេហើយយើងបាន secure សម្បត្តិរបស់យើងទុកមុនទៀតបន្ទាប់ពីជារទេះកបីហើយខ្ញុំហួសទៅលេងភូមិព្រះដាដោយសារតែខ្ញុំនឹកឃ្លានចង់ញ៉ាំនំអាកោត្នោតហើយនិងនំបាក់បិនក៏ដូចជានំផ្លែអាយហើយមាននំឆ្ងាញ់ៗច្រើនមែនតើនៅភូមិព្រះដាពេលដែលមាន ABA ងាយស្រួលខ្លាំងទោះបីជាពេលមកដល់សៀមរាបក៏ខ្ញុំនៅតែបង់លុយ scan តាម ABA QR ដែរដូចខ្ញុំស្លៀកបុរាណអីអញ្ចឹងអត់មានកាបូបកាន់អត់មានអីអញ្ចឹងកាន់តែទូរស័ព្ទទៅគឺគ្រាន់តែ scan QR បង់លុយបានស្រេចអត់បាច់ពិបាកដាក់លុយតាមខ្លួនឬក៏កាន់កាបូបញ៉ៃតាមខ្លួនខ្លាច់បាត់ខ្លាច់ជ្រូកអីទេអ្នកទិញភាគច្រើនគឺសុទ្ធតែប្រើ ABA ទាំងអស់អញ្ចឹងត្រូវតែមាន ABA KAQR ទុកទទួលទូទាត់ផងណាទទួលលុយបានពីគ្រប់ធនាគាររលូនងាយស្រួលដល់មកដល់កន្លែងនេះក៏បានឃើញគេដំឆ្លាក់ស្បែកហើយខ្ញុំក៏បានសុំគេសាកហ៊ានធ្វើអូខ្ញុំទៅសារគាត់មែនតើខ្ញុំ have no idea ហ្មងខ្ញុំអត់ចេះហ្មងអត់ដឹងថាគេចាប់ដើមពីណាទៅណាហ្មងប៉ុន្តែពួកគាត់ឆ្លាក់ចេញមកគឺស្អាតខ្លាំងខ្ញុំពិតជាទៅសារទឹកដៃហើយនឹងស្នាដៃក៏ដូចជាទេពកោសល្យរបស់ពួកគាត់ហ្មងអញ្ចឹងអ្នកដែលមានគម្រោងចង់ទៅលេងសង្ក្រាន្តចូលឆ្នាំខ្មែរនៅសៀមរាបឆ្នាំនេះហ่าធៀមសប្បាយឲ្យហើយទៅ friend ឆ្នាំនេះគឺដឹងតែថឹកអធមទៀតហើយទាំងគេទាំងយើងគឺចង់ទៅលេងសៀមរាបអញ្ចឹងគឺច្បាស់ហ្មងថានឹងមានមនុស្សច្រើនអញ្ចឹងសូមប្រកាសថាប្រើ ABA Mobile កក់សកម្មភាពកំសាន្តកក់ឡានកក់កន្លែងគេងឲ្យហើយមុនណាមុនទៅដល់ហើយសម្រាប់អ្នកដែលអត់ទាន់ដឹងណានៅលើ ABA Mobile គឺគេមានមុខងារមួយឈ្មោះថាសេវាកម្មដែលយើងអាចកក់សំបុត្រឡានជាមួយក្រុមហ៊ុនជាច្រើនដូចជា BookMe Bus, Cambo Ticket, Red Bus, Veda Express អីជាដើមហើយក៏អាចកក់កន្លែងគេងបានដែរណាគឺកក់តាម Agoda គេមាន promotion បញ្ចុះតម្លៃរហូតដល់ 25% កក់មុនតាម ABA អញ្ចឹងគឺចំណេញហើយអត់បារម្ភថាគេកក់អស់ហេបើសិនជាអត់ទាន់មាន ABA ទេសូមចុច download ABA Mobile ចុចបើកគណនីរហ័សបើកប្រើបានភ្លាមដោយគ្រាន់តែប្រើអត្តសញ្ញាណប័ណ្ណឬក៏ passport តែប៉ុណ្ណោះសង្ក្រាន្តចូលឆ្នាំខ្មែរលើកនេះសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅសៀមរាបណា